ឯកឧត្តមអ៊ុនចិន្តាអញ្ជើញប្រកាសបញ្ចូលសមាជិកគណៈបកប្រជាជនកម្ពុជាថ្មីចំនួន2018នាក់ក្នុងឃុំផ្អាវស្រុកបាធាយឯកឧត្តមអ៊ុនចិន្តាសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណៈបកខេត្តកំពង់ចាមលោកបានអញ្ជើញប្រកាសបញ្ចូលសមាជិកគណៈបកប្រជាជនកម្ពុជាថ្មីចំនួន2018រូបមកពីភូមិទាំង7ក្នុងឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាមដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី11កក្កដា2026ថ្លែងនៅក្នុងកិច្ចស្វាគមន៍សមាជិកថ្មីនោះឯកឧត្តមអ៊ុនចិន្តាលោកបានស្នើដល់ប្រធានគណៈបកនៅមូលដ្ឋានក៏ដូចជាក្រុមការងារស្នូលនៅក្នុងស្រុកបាធាយត្រូវយកចិត្តទុកដាក់ខ្ពស់នៅលើការចិញ្ចឹមចលនាសមាជិកបកនិងការជួយសម្របសម្រួលដល់សមាជិកបករាល់ពេលដែលពួកគាត់មានតម្រូវការនិងសំណូមពរឬជួបបញ្ហាផ្សេងៗជាពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់និងការទទួលសេវាសាធារណៈដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អផងដែរជាមួយគ្នានោះឯកឧត្តមអ៊ុនចិន្តាលោកក៏បានបញ្ជាក់ថាការកសាងសមាជិកបកនៅមូលដ្ឋានគឺជាការងារយ៉ាងសំខាន់មួយដែលត្រូវបង្កើនការយកចិត្តទុកដាក់នៅលើការធ្វើអំពើល្អរាល់សកម្មភាពបកទាំងអស់គឺត្រូវប្រកាន់ខ្ជាប់នៅស្មារតីដើម្បីផលប្រយោជន៍គណៈបកនិងប្រជាជនដើម្បីកសាងកម្លាំងឲ្យកាន់តែមុតមាំនៅក្នុងការប្រកួតប្រជែងយកជ័យជំនះនៅលើការបោះឆ្នោតឆ្នាំ2027និងឆ្នាំ2028ពោលគឺសមាជិកបកម្នាក់រាប់ជាសន្លឹកឆ្នោតបានការមួយសន្លឹកនៅក្នុងឱកាសនោះដែរតំណាងសមាជិកគណៈបកប្រជាជនថ្មីបានឡើងធ្វើការបដិញ្ញាចិត្តនិងខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់គណៈបកប្រជាជនជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងការការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម